สุ่มโจขนมเมาส์เตียงเมาส์อบไก่เมาส์ดาลเมาส์เจ๋ยังโจไว้ได้ถ่วงไว้ไก่บุ่มนี่โอเคเจ๋หายกระดับได้เมาส์มวยปีโอ้ยังจะลูกครูให้ได้บ้านลูกครูสกจัดเลี้ยบังปีประเทศบารังมาสกไม่เรียนไปกุนบารังทำไมหนึ่งแต่ซายมสลายให้ยมเกิดท่าบากุนบารังมาเย้งเกิดจีบากุนเดลอาจารย์เนี่ยเจ๋คือยมเมื่อสอบไงมีน้องท่าvìบัดบังมาดองติ๊กบายังมือแจสได้ครูจะไปทำใจจังก็จะไปได้เติมมาดองพอตัวชนะนี้ยังมือครูลูกกระต้อประมาณเนี่ยเฉยนั่นนะบอกว่าใบบุญเนี่ยทำแขกtrong bài sinh những bạn đã tuân tin một nữ hay comment kiểu áp chi dê riêng vì phần hai mươi tiết ở đây mình chọn cái hạt bàn tay bạn đều chảy máu cứ vì hạt achaba wow wow oh oh wow អូអស្ចារ្យខ្លាំងបងប្អូនព្រះនរាយណ៍បាញ់ភាគវ៉ាវពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវរាទីមីសិនកំពុងតែឈរនៅលើទឹកដីក្រុងអរិយស័ក្តិខេត្តកណ្ដាលនៅវត្តប្រាសាទផ្ទួលអណ្ដូងមាសថ្ងៃនេះគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកជួបលោកគ្រូម្នាក់ដែលជាជនជាតិបារាំងដែលលោកគ្រូមានការលះបង់ច្រើនមែនទែនដើម្បីគ្រប់គ្រងនៅវប្បធម៌ដូនតាខ្មែរយើងគឺក្បាច់គុនបុរាណខ្មែររបស់កតោរយៈពេល15ឆ្នាំហើយអញ្ចឹងថ្ងៃនេះបងប្អូនចង់ដឹងថាលោកគ្រូមានអីពិសេសបង្ហាញនៅក្នុងវីដេអូមួយនេះអញ្ចឹងទៅជួបលោកគ្រូជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរលោកគ្រូបងប្អូនប្រកាសជាស្គាល់ហើយបើសិនជាអ្នកដែលគាត់ហាត់ក្បាច់គុនបុរាណខ្មែរឬក៏ក្បាច់គុនរបស់កតោប្រកាសជាស្គាល់ថាលោកគ្រូជាអ្នកណាត្រូវអត់អញ្ចឹងលោកគ្រូអាចជំរាបឈ្មោះទៅដល់ពុកម៉ែបងប្អូនអរគ្នាបាទជំរាបសួរដល់គ្នាខ្ញុំឈ្មោះដើមឈ្មោះ Derek បាទឈ្មោះខ្មែរឈ្មោះច័ន្ទរតិស័កច័ន្ទរតិស័កលើថាលោកគ្រូចូលជាសញ្ជាតិខ្មែរត្រូវបាទតាំងពីឆ្នាំ2020បាទវ៉ាវអស្ចារ្យខ្លាំងមែនទែនបងប្អូនទាំងអស់គ្នានិយាយទៅលោកគ្រូមានការលះបង់ច្រើនរហូតដល់ឥឡូវលោកគ្រូបានចូលជាសញ្ជាតិខ្មែរយើងហើយអញ្ចឹងលោកគ្រូនៅក្នុងថ្ងៃនេះលោកគ្រូមានអីដើម្បីបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញទ្វាមេគុណចេះហើយប្រហែល3-4ស្នីតបាទចេះស្នីតហ្នឹងឈ្មោះអីគេលោកគ្រូទ្វាមេគុណឈ្មោះទ្វាមេគុណព្រះនរាយណ៍បាញ់ពាក្យព្រះនរាយណ៍បែងភាគអញ្ចឹងលោកគ្រូអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរពុកម៉ែបងប្អូនគាត់ទន្ទឹងរង់ចាំថាកម្រមានជនជាតិបារាំងដែលគាត់បង្ហាញឲ្យមានការលះបង់រយៈពេលច្រើនអញ្ចឹងណាអញ្ចឹងកុំឲ្យខាត់ពេលលោកគ្រូបង្ហាញតែម្ដងលោកគ្រូចាលោកគ្រូវ៉ាវវ៉ាវអូអូវ៉ាវអូអស្ចារ្យខ្លាំងបងប្អូនព្រះនរាយណ៍បាញ់ភាគវ៉ាវអូម៉ានស្នៀតលោកគ្រូមិញហ្នឹងហើយវាចូល3-4ស្នៀតដែរ3-4ស្នៀតអូយខ្ញុំមិនឃើញតុនខ្លាំងមែនតើបងប្អូនតុនខ្លាំងមែនតើលោកគ្រូមានតែទ្វាមេគុណព្រះនរាយណ៍បែងភាគនឹងមួយដើម្បីបង្ហាញឬក៏មានច្រើនមកតែលើវាចង់បង្ហាញពីស្នៀតវិញចាំអញ្ចឹងលោកគ្រូអាចបង្ហាញមួយម្ដងទៀតដើម្បីពួកគាត់អាចតាមដានទស្សនាទៅគាត់មើលយល់នៅក្នុងវីដេអូនេះមានដៃគូវាល្អមានដៃគូលោកគ្រូណាបើពីខ្ញុំពីច្រើនកង់ប្រយុទ្ធហើយស្នៀតចាអញ្ចឹងលោកគ្រូអាចយកខ្ញុំជាដៃគូបានទេបងប្អូនណាខ្ញុំអត់ដែរខ្ញុំធ្លាប់តែជួបព្រឹត្តិចារដែលគាត់ចាស់ហើយជាជនជាតិខ្មែរយើងអត់ដែរជួបជាមួយលោកគ្រូដែលជាជនជាតិបរទេសទេអញ្ចឹងបងប្អូនទាំងអស់គ្នាចាំតាមដានទស្សនាលោកគ្រូខ្ញុំអត់ចេះទេតំតាហាទេខ្ញុំជួយទៅមួយគាត់ទៅឲ្យទៅយល់ពីក្បាច់ចាចង់មិនយើងបង្ហាញទ្វាមេគុណព្រះនរាយណ៍បាញ់ពាក្យចង់យើងចូលក្នុងស្នៀតព្រះនរាយណ៍ដែរស្នៀតព្រះនរាយណ៍ដែរអញ្ចឹងខ្ញុំវាយទៅណាអត់ប្រាប់លោកគ្រូទេអត់ទេ
อันนี้เก็บให้สิน គេមកឲ្យសិនលោកគ្រូណា จ้อง លោកគ្រូ ได้ សប្បាយ ได้ไว้สินได้ได้ถ่วง អូដាល់ដៃធំចេ จ้องទីមួយกระดับได้ ក្តាប់ដៃចេ បាទจ้องไปយើងដាល់មក ចេ យើងចូលវាយដៃត្រង់វាយកាញ់ប៊ុំនេះអូខេ ចេ ហើយក្តាប់ដៃមក1 2 អូ ប៉ុន្តែបើយើងទៅអាហ្នឹងគឺជាស្នៀតដាំប៉ុន្តែក្នុងបែបគុណលបកតយើងមានស្នៀតដាំប៉ុន្តែយើងបំបីវាបាន អូស្នៀតដើមឲ្យបំបែកវាបានទៀត ចង់ឧទាហរណ៍ពុំដាំឧទាហរណ៍ដៃគូរងបានពុំចង់យើងចូលស្នៀតផ្សេងបាក់ដៃនេះអានេះពុំបាក់ដៃ យើ ឧទាហរណ៍បាក់បានហប់ពុំ អូ បោះកាញ់ ចេ បាននៅទៅរងបានអឹបយើងក្លាប់ យើអូ តែវានិយាយថាវាយើងបំបែកបានរហូត វ៉ាវអញ្ចឹងមកថាស្នៀតដើមហ្នឹងអាហ្នឹងមានប៉ុន្មានលោកគ្រូស្នៀតដើមលោកគ្រូអាចបង្ហាញស្នៀតដើម អា បាន ហ្នឹងមិនមួយ ស្នៀត ព្រះ ដើម នរាយ ចេ ក្តាប់ដៃព្រះនរាយ ក្តាប់ដៃព្រះនរាយ ប៉ុន្តែតាមតិរតស័កឧទាហរណ៍ដៃគូរងឬយើងទៅផ្លត់ស្នីតឬអីយើងទៅបំបែក អូឥឡូវសុំមួយទៀតលោកគ្រូមិញក្តាប់ដៃព្រះនរាយអញ្ចឹងស្នៀត ពី ចេ លំពេញព្រះនរាយ លំបែងព្រះនរាយ ដូចគ្នាវាយ ដូចគ្នាអញ្ចឹងវាយ វាយត្រង់មកកាយបាត់បានដែរនេះប៊ុំយើងរកកន្លែងឆ្អឹងនេះ អូ ប៊ុំហើយវាយហើយចាក់ប៊ុំក្បាល អូ កាញ់ ចេ ប៉ុន្តែដូចគ្នា ចេ បើសិនអត់តន់ចែកយើងថែមហប់កាត់កក្លាក់បាក់ក វ៉ាវបងប្អូនលោកគ្រូមិញថាបើសិនវាយដៃគូអត់តន់ឆ្អែតទេកែងថែមតែម្ដងវ៉ាវ ជីកបើគុណលបកតជាក់ស្ដែងព្រោះនេះយើងមើលដូចចេញពីសិល្បៈគេសំដែងប៉ុន្តែពីដើមគេធ្វើដើម្បីសម្រាប់ឬព្រោះសត្រូវ វ៉ាវ ចង់បើសិនយើងចូលវាយអត់ត្រូវក៏យើងត្រូវទៅមុខទៀតទេ ចេ ចង់ជាក់ស្ដែងអ្នកគេឃើញបើគុណលបកតគេអត់ស្យល់គេថាអត់ការទេអាណាបានទៅសំដែង ចេប៉ុន្តែអាចវាយបានហ្មង វាយបានប៉ុន្តែជាក់ស្ដែងសពថ្ងៃយើងអភិវឌ្ឍឥឡូវវាលែងមានសង្គ្រាមវាអត់ដូចពីមុនវាយគ្នាអីពេលហ្នឹងអី ចេ ចឹងយើងទៅអភិវឌ្ឍតាមហ្នឹង ចេ យើងយកបែបគួនជាសិល្បៈវិញ អូ ប៉ុន្តែក្នុងនៃក្បាច់គួនហ្នឹងគឺនៅតែមានអាចក្បាច់សម្លាប់បាន ចេ បាទ ចេ ឲ្យទៅហាត់ដែរ លោកគ្រូប្រាប់ខ្ញុំមុនហ្នឹងថាលោកគ្រូជាទូទៅគឺអត់សូវសំដីគឺប្រយុទ្ធតែម្ដងប៉ុន្តែឥឡូវលោកគ្រូដោយសារតែអញ្ចឹងក្នុងវីដេអូហ្នឹងយើងចង់អភិរក្សឬក៏បង្ហាញតាក់ទងជាមួយក្បាច់បុរាណរបស់យើងលោកគ្រូអាចបង្ហាញជាលក្ខណៈសិល្បៈនៃបុរាណយើងបានទេបង្ហាញជាបាត់ វាដូចមិញ អូហ្នឹងហើយអូចាអញ្ចឹងឥឡូវមិញពីស្នៀតលោកគ្រូណា បានពីស្នៀត ចេ ចង់ស្នៀតទី3យើងចូលស្នៀតហនុមានវិញ ហនុមាន ហនុមាន ចេ ចង់ជំហរហនុមានយកចាប់ផ្ដើមពុំដូចស្វាយចឹងនេះគេមានសិល្បៈគេ ចេចេ ចង់ពេលចូលវាយ ចេចូលវាយ បុំដៃមកយើងមកសុំចូលក្នុងមកទាញមកអប់កាញ់មកបុំ អូវ៉ាវអូ បាទក្បាច់នេះហនុមានជ្រែកដី ហនុមានជ្រែកដី ប៉ុន្តែមានបើសិនយើងបំបីក្បាច់ទៀតយើងចូលមក ចូលមក អានេះដូចគ្នាប៉ុន្តែទីមួយយើងចូលក្នុង ចេ អានេះយើងចូលក្រៅផាត់ចេញចូលមកអប់យកកក្លាក់អាណាបាក់កមួយហើយថែមមកកាញ់ទៅ វ៉ាវបងប្អូនអស្ចារ្យខ្លាំងមែនតើអញ្ចឹងមកថាមិញហ្នឹងស្នៀតក្បាច់ហនុមានលោកគ្រូមិនមែនកណ្ដាប់នៅក្នុងកណ្ដាប់ដៃព្រះនរាយទេ អានេះហនុមានវិញ អញ្ចឹងលោកគ្រូអាចបង្ហាញជាសិល្បៈនៃក្បាច់ហនុមានបានទេ ហនុមានវាពីច្រើនវាចេញដោយស្វាចឹងណា ចេ ពុំអប់ពុំ វ៉ា ដូចគ្នាបាទ អូអស្ចារ្យអញ្ចឹងហនុមានមិញគឺចេញស្នៀតមួយហើយស្នៀតមិញស្នៀតអីឈ្មោះគេលោកគ្រូ ហនុមានជ្រែកដី ហនុមានជ្រែកដីអញ្ចឹងនៅក្នុងហនុមានលោកគ្រូបញ្ចេញប្រមាណស្នៀត ឥឡូវបានតែមួយ បានតែមួយ ចូលព្រះនរាយមួយហនុមានមួយ ចេ ចាឥឡូវលីហូចាប់ចាននិយាយទៅលីហូចាប់ចានខ្ញុំក្បើកមុនហ្នឹងពីច្រើនខ្ញុំរៀនជាមួយលោកគ្រូតាសាន់គឹមស៊ីនជាគ្រូរបស់ខ្ញុំផ្ទាល់ ចេ ហើយខ្ញុំក្បែរខ្លះដោយលីហូចាប់ចានហ្នឹង ចេ ខ្ញុំរៀនតាមខេត្ត អូ ហ្នឹងខ្ញុំរៀននៅកម្ពុជាក្រោម អូចាលោកគ្រូចា បាទ ប៉ុន្តែលោកគ្រូឥឡូវដោយសារលោកគ្រូ15ឆ្នាំហីអញ្ចឹងមកថាលោកគ្រូស្ថិតនៅក្នុងកម្មាអីគេដែរបើសិនជានៅក្នុងក្បាច់កូនបារាណលោកបកតោ ឥឡូវខ្ញុំកម្មាខ្មៅពីរជាន់បាទ កម្មាខ្មៅ2ជាន់បងប្អូនចាឥឡូវកុំឲ្យខាត់ពេកលោកគ្រូបង្ហាញតាក់ទងមួយក្បាច់រីហ៊ូចាប់ចាន់តែម្ដងចា ចង់លីហូចាប់ចាន ចា មកឈរ ប៉ុន្តែលោកគ្រូអាចបង្ហាញជាសិល្បៈ បាទ ទៅ បើតែធ្វើវាយសិន ចាវាយសិន ហប់លីហូចាប់ចាន ចេ ខំដៃនេះកាញ់ជើង ចេ ដៃ ចេ ចង់ពេលដៃមកឈោលចាប់នេះ
cành dương chất hay dương bay cành phòng ចេ anh ấy đi hút chập tràn ចេ còn tay đôi khi nè pi non tới dùng ạch bùng bay các bạn ចេ chó dương ní vay bao bạn mà ចេ trốn bùm cành ចេ rứ bùm cho cùng bùm rứ cặp đai từ cào វ៉ាវ vì đôi khi nè dương ạch bùng bay các bạn tràn ចេចេចេលោកគ្រូវ៉ាវអស្ចារ្យខ្លាំងមែនទែនបងប្អូនខ្ញុំគិតថាលោកគ្រូមិញធ្វើរៀងយឺតដែរប៉ុន្តែលោកគ្រូរីហ៊ូចាត់ចានហ្នឹងអាចសុំរៀងលឿនមកឲ្យលោកគ្រូបង្ហាញ rứ bắt tay nhom khạc អត់ទេលោកគ្រូជាលក្ខណៈបង្ហាញជាលក្ខណៈសិល្បៈ ban ចាព្រោះមិញលោកគ្រូបង្ហាញសិល្បៈមួយដើម្បីបងប្អូនគាត់ស្គាល់អញ្ចឹងណាចា cho dương máu bùm khom đai máu pam ốp bùm cho cùng từ មិញនឹងចូលប្រហែល3ស្នៀលលោកគ្រូនេះ anh ấy cả với cái bộ cà to nắng bị chấn bà cụp xén dương rong rồi phát năng vậy ចេ té là một cái to rồi con bộ đàn khoai nhớ dương phát dương vay cho mười cái này ai tôi phát vậy admin duyệt về video duyệt đi អូ dương phát dương vay rồi dương chụp clip bạn đây bạn trường cho mấy ai luôn ចេអូហ្នឹងហើយបងប្អូនមិញលោកគ្រូបង្ហាញឲ្យតាក់ទងជាមួយ3ក្បាច់នៃក្បាច់កូនបារាណខ្មែរយើងមានរិហូចាប់តាន់ហនុមានហើយនឹងក្បាច់កណ្ដាប់ដៃព្រះនរាយណ៍ហើយក្នុងវីដេអូនេះខ្ញុំគិតថាបងប្អូនអាចមើលហើយយកទៅសិក្សារៀនបានដោយសារអីនៅក្នុងនោះវាមានយឺតមានលឿនអញ្ចឹងណាអញ្ចឹងលោកគ្រូហេតុអីបានលោកគ្រូសុខចិត្តលះបង់ពីប្រទេសបារាំងមកស្រុកខ្មែររៀនក្បាច់កូនបារាណខ្មែរហ្នឹង ដោយសារខ្ញុំស្រឡាញ់ហើយខ្ញុំគិតថាក្បាច់គុណបុរាណខ្មែរយើងគឺជាក្បាច់គុណដែលអច្ឆរិយៈហើយគឺខ្ញុំមើលសពថ្ងៃមានអារម្មណ៍ថាវាបាត់បង់ម្ដងតិចម្ដងតិចបើយើងមើលចាស់ស្ដាយគ្រូចាប់ផ្ដើមចាស់ ចេ ចង់ក៏ចាប់ផ្ដើមទៅម្ដងអត់ទៅឆ្នាំនេះយើងមើលគ្រូលបកតប្រហែលអ្នកច្រើនណាស់ណា ចេ ប្រហែល3-4អ្នក ចេ តាមខេត្តចង់បើសិនយើងបាត់អាទុនធានមនុស្សហើយក្មេងៗក៏អត់ជាយារៀង ចេ vìបញ្ហាមួយទៀតឥឡូវមានច្រើនគេហាត់ ចេ ប៉ុន្តែក្បាច់ដែលចេញមកគឺវាហាត់អាចច្បាស់ អូ ហើយយើងអត់ដឹងចេញមកពីណាអញ្ចឹងវាជួយឲ្យក្បាច់គុណបុរាណខ្មែរយើងវាពិបាកយើងអត់ដឹងណាក្បាច់ដើមអាណាក្បាច់ពីនេះពីនោះតិចចង់ខ្ញុំសង្ឃឹមថាកូនសិស្សទាំងអស់គ្នាព្យាយាមរៀនពីគ្រូចាស់មកពីគឺជាធនធានមនុស្សដែលសំខាន់មែនតើហើយបើសិនយើងអត់ព្យាយាមយកពីគេវាហើយវាអស់ពេលវេលាហើយចង់យើងស្ដាយក្រោយបាទ វ៉ាវពុកម៉ែបងប្អូនអរគ្នាលោកគ្រូជាជនជាតិបារាំងសុកចិត្តលះបង់ហើយជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងដែលហាត់ក្បាច់គុណឥឡូវពុកម៉ែបងប្អូនសាកគិតមើលយើងជាកូនខ្មែរហេតុអីបានយើងមិនព្យាយាមអភិរក្សអភិវឌ្ឍក៏ដូចជាការពារនៅក្បាច់គុណបុរាណដែលដូនតាយើងបន្សល់ឲ្យក្បាច់គុណអច្ឆរិយៈអស្ចារ្យបងប្អូនអូយអស្ចារ្យខ្លាំងមែនតើអញ្ចឹងលោកគ្រូវីដេអូនេះក៏រៀងយូរដែរអញ្ចឹងជាចុងក្រោយលោកគ្រូមានជាសារឬក៏ពាក្យពេចន៍ផ្ដាំផ្សាយទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះផ្ទាល់តែម្ដង